Hello អ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់រឿងកំ pl ែងសើចុះពួរចំណងជើងថាជាងអ៊ុតសក់ឆ្លងភពផាត់មុខយ៉ាក់ The Time Traveling Stylist Makeover for Giants តួអង្គគោប្រចាំភូមិមានដូចជាម៉ែអាលីសាដើរតួជាជាងអ៊ុតសក់ឆ្លងភពជាងអ៊ុតសក់ហៃសូពីក្រុងចរឹកឆ្មាំងឆ្មៃដៃកាន់តលេនឹងសម្ភារៈផាត់មុខជាប់ជានិច្ចមេបាក់ថ្មីងដើរតួជាមេគល់សម្ព័ន្ធព្រៃភ្នំមេគល់សម្ព័ន្ធមៀតធំស្លៀកស្បែកខ្លាតែចិត្តទុនដោយសម្លៃរកតែរឿងស្អាតពូអុកដើរតួជាកូនចៅមេគល់សម្ព័ន្ធអ្នកកំដៅមេគល់សម្ព័ន្ធចង់បានប្រពន្ធខ្លាំងព្រមធ្វើគ្រប់យ៉ាងឲ្យតែបានស្អាតដូចកូរ៉េនាងតៃដើរតួជាតួឯស្រីព្រៃភ្នំស្រីស្អាតប្រចាំភូមិព្រៃសម្ដីដាច់ចូលចិត្តសាក់គ្រឿងផាត់មុខប្លែកៗពីម៉ែអាលីសាត្រៀមក្រពះសាយទាំងអស់គ្នា Let's goម៉ែអាលីសាកំពុងឡាយលក់លេនៅប្រាសាទបុរាណស្រាប់តែដើរជន់រំដីធ្លាក់ក្រាំចុះមកក្រោមនាងស្រែកចាតបំរាស់ខ្លួនក្នុងផក់រួចងើបឡើងទាំងសក់បាសច្រងាងឃើញសុទ្ធតែព្រៃក្រាស់ខ្មឹកសម្ភារៈផាត់មុខនៅជាប់ខ្លួនទាំងអស់នាងគិតថាប្រហែលជាការថតគុណខ្នាតធំដោយមិនដឹងខ្លួនមេបាក់ថ្មិញនឹងពូអុកដើរល្បាកព្រៃឃើញស្រេកប្លែកមុខក៏ស្ទុះមកព័ទ្ធជុំវិញទាំងភ្ញាក់ផើលម៉ែអាលីសាមិនខ្លាចឡើយបែរជារិះគន់ម៉ូតសក់ពួកគេថាដូចសម្បុកមន់រួចដកសិតមកសិតឲ្យពួកអ្នកព្រៃស្រឡាំងកាំងស្មានថាជាទេពធីតាធ្លាក់ពីលើមេឃមកជួយសង្គ្រោះសម្រស់ពួកគេមេបាក់ថ្មិញសួរថានាងជាងណាអាលីសាតបវិញទាំងលយថាខ្ញុំជា CEO សាឡុនលំដាប់ពិភពលោកនាងចាប់ផ្ដើមរៀបរាប់ពីបច្ចេកវិទ្យាផាត់មុខចំណែកអ្នកភូមិឆហាម៉ាត់ភៀងមិនយកសំបីមួយម៉ាត់ពូអុកសួររកវិធីធ្វើឲ្យមុខសអាលីសាដកលេលាបមុខមកបង្ហាញធ្វើឲ្យគ្រប់គ្នាផ្អើលឆៅឡោអាលីសាចាប់ដើមរៀបចំសេវាកម្មដំបូងគឺសាក់ចិញ្ចើមស្មើដោយប្រើធ្យូងអុសនិងឆ្អឹងត្រីនាងបង្ខំឲ្យមេបាក់ថ្មីងអង្គុយលើគល់ឈើលួតគូចិញ្ចើមយ៉ាក់ឲ្យគាត់យ៉ាងក្រាតខ្មៅងងឹតអ្នកភូមិសើចរឹងពោះចំណែកមេបាក់ថ្មីងឆ្លក់កញ្ចក់មើលឲ្យគិតថាខ្លួនឯងសង្ហាខ្លាំងណាស់នាងតៃដើរម្ដងឃើញមេបាក់ថ្មីងប្លែកពេកក៏សុំអាលីសាជួយតុបតែងមុខឲ្យខ្លួនដែរអាលីសាយកទឹកលំអងផ្កាលីជួយដីធ្វើជាម្សៅផាត់មុខឲ្យនាងតៃឡើងសក្បោះដោយខ្មោចឡងនាងតៃដើរបង្ហាញរៀងពេញភូមិធ្វើឲ្យកំឡោះកំឡាក្នុងគល់សម្គាន់រត់ចែកជើងគ្នាព្រោះខ្លាចអាលីសាចាប់ផ្ដើមผลิตលេខូឡាជែនខ្ចៅខ្ចងដោយយកខ្ចៅគ្រឿងបឹងមុខបុកលាយជាមួយជ័រឈើនាងឃោសនាយ៉ាងអស្ចារ្យថាលាបហើយសក្នុងរយៈពេល3វិនាទីបើមិនសងលុយវិញពូអុកស្ទូមកលាបពេញខ្លួនរួចរមាស់អេះពេញដីព្រោះក្នុងខ្ចៅមានស្រមោចរោមមេបាក់ថ្មិញចង់បានពុកចង្ការស្អាតអាលីសាយកចរឈើមកបិទរួចយកកន្ទុយសេះមកបិទភ្ជាប់ពេលបិទរួចមេបាក់ថ្មិញមើលទៅដូចសត្វចម្លែកធ្វើឲ្យឆ្កែក្នុងព្រៃព្រុសផ្អើលពេញភូមិអាលីសានៅតែអួតថានេះជាស្ទាវបរោះខាងស្រីឃើញច្បាស់ជាសន្លប់មិនខានអាលីសាបង្រៀនអ្នកភូមិដើរម៉ូដលើភ្លាវភុកហៅថា Jungle Fashion Week យ៉ាងរំភើយគ្រប់គ្នាត្រូវពាក់ស្លឹកចេកនិងផ្កាព្រៃរួចដើរងីងើដោយមនុស្សស្រវឹងស្រាមេបាក់ថ្មីងដាវស្រាប់តែរអើយជើងដួលផ្ងាជើងធ្វើឲ្យម្សៅលើមុខហុយត្រឡោមអាលីសាចាប់ផ្ដើមបើកវគ្គបង្រៀនបាញ់ទឹកអប់ដែលចម្រាញ់ចេញពីទឹកនោមស្វានិងផ្កាស្អុយនាងបាញ់ដាក់ពូអុកធ្វើឲ្យគាត់ធុំក្លិនស្អុយខ្លាំងរហូតសន្លប់បាត់ស្មារតីកណ្តាលវាលអ្នកភូមិស្មានថាជាទឹកមុនស័ក្តិសិទ្ធិក៏នាំគ្នាដណ្ដើមគ្នាបាញ់ឡើងចូលគ្រោងទាំងអស់គ្នាស្រាប់តែមានយៈព្រៃម្នាក់មៀតធំអស្ចារ្យដើរចូលមកគោសម្ព័ន្ធធ្វើឲ្យគ្រប់គ្នាភ័យរត់ចោលជើងអាលីសាមិនខ្លាចឡើយនាងស្រែកថាអូយម៉ួយធំហុកហើយចាំអីទៀតរៀបចំតុផាត់មុខភ្លាមនាងបង្ខំឲ្យយ៉ាក់អង្គុយចុះរួចឡាងចិនដាវទៅវាស់ចិញ្ចាមយ៉ាក់នោះទាំងចិត្តក្លាហានអាលីសាយកធុងថ្នាំពណ៌ដែលនាងលាយពីមើមឈើមកចាក់ស្រោចលើមុខយ៉ាក់ដើម្បីធ្វើខុនធัวយ៉ាក់នោះនៅស្ងៀមប្រឆ្ងល់ឯអាលីសាយកអំបោះមកបោះផាត់មុខយ៉ាក់យ៉ាងសាស្រាក់សាស្រមនាងប្រាប់យ៉ាក់ថាបងឯងមុខធំពេកត្រូវប្រើម្សៅច្រើនបន្តិចទើបមើលទៅវីសេបការចោះត្រចៀកឲ្យយ៉ាក់បានចាប់ផ្ដើមនាងយកឆាំងតម្រៃមកធ្វើជាក្រវើយ៉ាងធំសម្បើមយ៉ាក់ចាប់ផ្ដើមរមាស់ច្រមុះរួចកិនដាស់មួយវាស់ធ្វើឲ្យអាលីសាហោះទៅទឿនលើចុងឈើអ្នកភូមិគិតថាអាលីសាជីពពកនាំគ្នាក្រវៃដៃឲ្យនាងចោះមកវិញយ៉ាងសប្បាយ
អាលីសាចុះពីលើដើមឈើវិញទាំងសក់រញ៉េរញ៉ៃរួចយកផ្កាព្រៃមកសៀតទៅជាឲ្យយ៉ាក់ថែមទៀតយ៉ាក់មើលកញ្ចក់បឹងឃើញមុខខ្លួនឯងមានពណ៌អិនតនូក៏ត្រេកអកលោតកញ្ឆេងពេញព្រៃដីញាស់ដូចរញ្ជួយដីធ្វើឲ្យខ្ទមអ្នកភូមិរលំអស់ពាក់កណ្ដាលតែគ្រប់គ្នានៅតែសើចសប្បាយអាលីសាដាក់តនកម្មពូអុកឲ្យទៅរកសម្បកខ្ចងមកថែមព្រោះលេលក់ដាច់ខ្លាំងពេកពូអុកដើរទៅជួបសត្វកំពើស្មានថាជាដុំឈើក៏យកកំបិតទៅកោសស្រកាវាធ្វើគ្រឿងផាត់មុខកំពើដេញខំពូអុករត់ត្រឡប់មកភូមិវិញទាំងខោហាយដាច់ខ្ទេចខ្ទីអស់រលីងមេបាក់ថ្មិញចាប់ផ្ដើមមានអារម្មណ៍ថាចិញ្ចើមខ្មៅដែលអាលីសាសាក់ឲ្យវាមិនព្រមលៀងច្រេះសោះគាត់ព្យាយាមយកទឹកលាងតែវាកាន់តែខ្មៅរៀលពេញមុខដូចមនុស្សពេកមុខខ្លាឃ្មុំអាលីសានិយាយកុហកថានេះជាម៉ូតថ្មីលៀងមិនច្រេះទើបគេហៅថាសម្រស់អមតៈនាងទីចាប់ផ្ដើមខឹងព្រោះលេខខ្ជងធ្វើឲ្យមុខនាងឡើងពងបែកនិងមានក្លិនស្អុយដូចត្រីញៀតនាងដេញសួរអាលីសាតែអាលីសាបែរជាយកមកបិទមុខស្លឹកឈើមកបិទមាត់នាងទីជាប់អាលីសានិយាយថាកុំនិយាយច្រើនពេកស្បៃមុខត្រូវការសម្រាកទើបវាស្អាតបានយូរយ៉ាក់ព្រៃចាប់ផ្ដើមរមាស់មុខខ្លាំងព្រោះថ្នាំពណ៌អាលីសាធឿពីចរឈើរមាស់ដែលនាងច្រឡំយកមកយ៉ាក់ចាប់ផ្ដើមគ្រោះវីក្បាលបោកខ្លួននឹងដើមឈើធ្វើឲ្យព្រៃទាំងមូលវឹកវរដោយមានសង្គ្រាមអាលីសាដឹងខ្លួនថាមានរឿងមិនស្រួលក៏លួចប្រមូលអីវ៉ាន់ត្រៀមរត់ត្រឡប់ទៅរកផ្លៃដើមញាក់ភូមិទាំងអស់ដឹងខ្លួនថាត្រូវអាលីសាបោកក៏នាំគ្នាកាន់ដំបងដេញតាមចាប់ខ្លួននាងគ្រប់គ្នាមេបាក់ថ្មិញស្រែកថាយកសម្រស់ដើមយើងមកវិញចំណែកពូហុកយំសោកស្ដាយសក់ទំពេអាលីសារត់បះសក់ដៃម្ខាងកាន់លេដៃម្ខាងកាន់កាបូបហោះកាត់មេឃឈើយ៉ាងលឿនស្លេវនាងរត់ត្រឡប់មកដល់រនដីដែលវិញស្រាប់តែមានឆ្កែព្រៃមួយហ្វូងដេញព្រោះតាមពីក្រៅយ៉ាងខ្លាំងអាលីសាសម្រេចចិត្តលោតចូលរនដីនោះវិញរួចធ្លាក់ក្រុងមកដល់ក្នុងប្រាសាទបុរាណនៅភពបច្ចុប្បន្ននាងភ្ញាក់ដឹងខ្លួនឃើញទូរស័ព្ទនៅតឡាយតែមុខនាងប្រឡាក់ដីខ្មៅងងឹតដូចចាក់តែនាងផាត់ឲ្យមែនតែន